មានបងស្រីម្នាក់ក៏ត្រូវបានខ្មោចចូលនៅពេលដែលគាត់បានធ្វើដំណើរចេញពីខេត្តមួយត្រឡប់មកភ្នំពេញហើយរឿងនៃសារមកដល់ហ្នឹងគឺបងស្រីហ្នឹងអាការៈខ្មោចចូលគាត់គឺសាហាវមែនតើគ្រប់ពាក្យសម្ដីដែលគាត់បាននិយាយគឺវាជាការពិតទាំងអស់អញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ដឹងថាអាការៈដែលគាត់ត្រូវបានខ្មោចចូលហ្នឹងគួរឲ្យខ្លាចនឹងរន្ធត់បែបណាចូលស្ដាប់ទាំងអស់គ្នាម៉ោង 9:30 នាទីយប់ក្នុងឡានមានគ្នា4នាក់ស្រីទាំងអស់ហើយមានកូនទូចមួយហើយអ្នកដែលគាត់ត្រូវបានខ្មោចចូលហ្នឹងគឺជាម្ដាយកូនទូចអាយុ6 ខែហ្នឹងអញ្ចឹងពួកគាត់បានធ្វើដំណើរចេញពីខេត្តមួយត្រឡប់មកភ្នំពេញវិញជីមិនទាន់បាននឹងដល់ពាក់កណ្ដាលផ្លូវផងបងស្រីដែលគាត់មានកូនទូចហ្នឹងគាត់ជាខាងក្រោយអាការៈគាត់ចាប់ផ្ដើមសើចប្លែកមែនតើអ្នកទាំងគ្នាដឹងអត់ថាមូលហេតុអីបានជាគាត់ត្រូវបានខ្មោចចូលដោយសារតែពេលដែលកំពុងជិះតាមផ្លូវហ្នឹងបងស្រីហ្នឹងគាត់បានកលែកឃើញកន្លែងផ្ទះមួយនៅខាងក្នុងព្រៃហើយក៏បាននិយាយថាផ្ទះហ្នឹងគួរឲ្យចង់រស់នៅនិយាយពាក្យបែបហ្នឹងមិនទាន់បាននឹង3នាទីសុវហងបងស្រីហ្នឹងក៏ចាប់ផ្ដើមសើចម្នាក់ឯងសើចបែបសប្បាយចិត្តរីករាយសើចជាមកបែបកំណាចហ្មងចឹងអ្នកក្នុងឡានក៏ចាប់ផ្ដើមសួរថាស្រីនាងហើយសើចម៉ែហើយខ្លាចកូនឯងភ្ញាក់កូនឯងនៅទូចទេកុំសើចលឺពេកពួកយើងថ្លង់និយាយប៉ុណ្ណឹងហើយស្រីនាងដែលគាត់ត្រូវបានខ្មោចចូលហ្នឹងនៅតែសើចរហូតដល់2-3នាទីម្នាក់ចាប់ផ្ដើមស្ដីឲ្យថាស្រីនាងឯងសើចម៉ែអញ្ចឹងម្នាក់ក្នុងឡានចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលស្រីនាងជាមនុស្សដែលអត់សូវមាត់កទេប៉ុន្តែពេលនេះជីឡានសុកតាមផ្លូវស្ងាត់ហ្នឹងក៏សើចម្នាក់ឯងអញ្ចឹងម្នាក់ចាប់ផ្ដើមរៀងភឺសបល់បនយាយបនតាបនម៉ែបនឪអស់ហើយថាសូមឲ្យស្រីនាងវិលមកសភាពដើមវិញអញ្ចឹងណាប៉ុន្តែអ្នកទាំងគ្នាដឹងមិនអត់ស្រីនាងអស់ពីសោចចាប់ផ្ដើមស្រែកក្នុងឡានហ្នឹងស្រែកយកហ្មងរហូតដល់កូនទូចអាយុ6 ខែហ្នឹងណាគាត់ស្រែកយំអញ្ចឹងបងស្រីដែលគាត់បានបើកឡានដែលមានឈ្មោះរីយ៉ាហ្នឹងគាត់ក៏បានឈប់ឡានទៅស្ដាំហើយបានលួងក្មួយដែលមានអាយុ6 ខែហ្នឹងដោយសារតែមិត្តភក្តិគាត់ឈ្មោះស្រីនាងហ្នឹងគឺសើចអត់ឈប់ទេសើចរហូតដល់កូនភ័យស្រែកយំនិយាយទៅស្រែកយំខ្លាំងមែនតើក្នុងឡានហ្នឹងស្រែកទាំងម៉ែទាំងកូនហ្មងអញ្ចឹងស្រីក្នុងឡាន3នាក់ហ្នឹងក៏បានមើលកូនបងស្រីនាងអញ្ចឹងណាដល់ចុកដោះកូនលួងអូនឲ្យគេងទៅប៉ុន្តែស្រីនាងនៅតែអង្គុយបែបអញញឹមបែបចេញមក creepy ខ្លាំងមែនតើគឺគួរឲ្យខ្លាចហ្មងអ្នកបងដែលគាត់ចង់បានស្បែកសភ្លឺរលោងជាពិសេសហ្នឹងគឺជាបាត់ស្នាមលើខ្លួនស្នាមសង្វាខ្ញុំសូមណែនាំលេមកប្រភេទនេះមែនតើនេះគឺជាលេរបស់ Felix ដែលគ្រឿងផ្សំចេញមកសិតតែល្អគឺជំនួយឲ្យស្បែកយើងសបែបមកគឺមានសុខភាពល្អភ្លឺរលោងចេញមកពីខាងក្នុងតែម្ដងលេមកប្រភេទនេះសម្រាប់បងស្បែកស្ងួតគឺត្រូវមែនតើដោយសារតែលាបហើយគឺផ្ដល់សំណើមឡើងរលោងឡើងម៉ត់